រហូតមកដល់ពេលនេះគឺត្រូវถึงថ្ងៃទី12ខែធ្នូឆ្នាំ2025ហើយយោធាថៃនឹងឯងគឺមិនបញ្ឈប់ការបាញ់ប្រហាររបស់ខ្លួនមកលើដែនដីអធិបតេយ្យភាពរបស់កម្ពុជាយើងទេបាទបើទោះបីជានាយករដ្ឋមន្ត្រីអនុទិនច័ន្ទវរៈកុលនឹងឯងបានសុំលាលែងចុះចេញពីតំណែងក៏ដោយបើយើងទៅតាមសេចក្តីរាយការណ៍របស់លោកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារបស់យើងបានឲ្យដឹងថានៅថ្ងៃទី12ខែធ្នូឆ្នាំ2025នេះគឺចាប់តាំងពីយប់ថ្ងៃទី11រហូតមកដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025នេះគឺយោធាថៃនឹងគឺនៅតែបន្តបើកការវាយប្រហាររបស់ខ្លួនមកលើដែនអធិបតេយ្យភាពរបស់កម្ពុជារបស់យើងដដែលបាទបើតាមលោកស្រីបានឲ្យដឹងថាសម្រាប់យោធិនភូមិភាគទី4បានបើកការបាញ់ប្រហារមកលើកម្ពុជាយើងគឺគិតចាប់តាំងពីវេលាម៉ោង 22:00 នាទីយប់ថ្ងៃទី11ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 7 ព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025ដោយហេតុការណ៍យ៉ាងណានោះយើងនឹងស្ដាប់ទាំងអស់គ្នាបាទនៅវេលាម៉ោង 22:08 នាទីយប់ថ្ងៃទី11ខែធ្នូឆ្នាំ2025យោធាថៃបានបាញ់កាំភ្លើងធំបំពាក់ទៅដោយរថក្រោះនៅឯតំបន់ចំតែនិងតំបន់ផ្ទះតាមុកនៅវេលាម៉ោង 22:37 នាទីយោធាថៃបានបាញ់ចូលទៅភូមិសាស្ត្រទួល95រហូតដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025យោធាថៃគឺនៅតែបន្តបើកការបាញ់ប្រហារមកលើកម្ពុជារបស់យើងដដែលដោយនៅវេលាម៉ោង 12:15 នាទីរំលងអាត្រាតយោធាថៃបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងយន្តចូលទៅភូមិសាស្ត្រប្រាសាទតាមុននិងប្រាសាទតាក្របីនៅវេលាម៉ោង 4 ព្រឹកយោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងត្បាល់និងកាំភ្លើងយន្តទៅគ្រប់គោលដៅនៅក្នុងតំបន់អានសេះភ្នំ500អូផ្កាស្នេហ៍ទ្វារដែកនិងភ្នំពងចាបនៅវេលាម៉ោង 7:05 នាទីយោធាថៃបានបើកការបាញ់ប្រហារទៅដោយកាំភ្លើងគ្រប់ធន់ទៅលើទីតាំងថ្មដូនជប់កគីនិងប្រាសាទតាក្របីសម្រាប់ស្ថានភាពនៅជួរមុខយោធិនភូមិភាគទី5ដោយភាគីថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីម៉ោង 22:00 នាទីថ្ងៃទី11ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8 ព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 22:01 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលទៅលើភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 22:08 នាទីយោធាថៃបានបាញ់ផ្លោងចូលទៅភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 22:45 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រព្រៃច័ន្ទនិងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 23:20 នាទីយោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលទៅភូមិសាស្ត្រភូមិព្រៃច័ន្ទនិងនៅវេលាម៉ោង 23:48 នាទីថៃបានចាប់ផ្ដើមប្រើប្រាស់ drone ស៊ើបការនៅភូមិសាស្ត្រភូមិព្រៃច័ន្ទរហូតមកដល់ព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025គឺនៅវេលាម៉ោង 6:27 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយផ្លោងចូលទៅភូមិទំនប់ដាច់និងនៅវេលាម៉ោង 6:40 នាទីកងកម្លាំងថ្មើរជើងយោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពចូលទៅភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:02 នាទីកងកម្លាំងថ្មើរជើងយោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពនៅភូមិសាស្ត្រព្រៃច័ន្ទហើយនៅវេលាម៉ោង 7:02 នាទីយោធាថៃបានចាប់ផ្ដើមបាញ់មកលើសមរភូមិភូមិជោគជ័យក្រោយមកទៀតយោធាថៃក៏បានបាញ់ផ្លោងជ្រុំមកលើភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 7:20 នាទីយោធាថៃក៏បានបន្តបាញ់ផ្លោងទៅលើភូមិសាស្ត្រព្រៃច័ន្ទបន្តទៀតនៅវេលាម៉ោង 7:43 នាទីយោធាថៃក៏ចាប់ផ្ដើមប្រើប្រាស់រថពាសដែកបានចូលទៅភូមិបឹងត្រកួនហើយនៅវេលាម៉ោង 7:57 នាទីយោធាថៃក៏ចាប់ផ្ដើមបាញ់ផ្លោងទៅលើភូមិសាស្ត្របឹងត្រកួនដែលឡែកឯស្ថានភាពនៅភូមិសាស្ត្រផ្សេងទៀតគឺមានសភាពស្ងប់ស្ងាត់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារបស់យើងគឺលោកស្រីម៉ាលីសុជាតានឹងបានបន្តឲ្យដឹងទៀតថានៅថ្ងៃទី11ខែធ្នូឆ្នាំ2025សកម្មភាពដ៏កម្រោចចូលរបស់យោធាថៃបានបាញ់ដោយមិនរើសគោលដៅនោះទេគឺបានបាញ់ចូលទៅភូមិឋានរបស់ប្រជាពលរដ្ឋដែលរស់នៅជាពិសេសគឺបាញ់ចំសាលារៀនរបស់កុមារមន្ទីរពេទ្យនិងបាញ់ចូលប្រាសាទតាក្របីប្រាសាទព្រះវិហារដែលជាសក្ការៈរបស់កម្ពុជានិងជាបេតិកភណ្ឌរបស់មនុស្សជាតិទង្វើដ៏សាហាវនេះគឺបង្ហាញអំពីទង្វើអសិលធម៌និងប្រមាថទៅដល់អាយុជីវិតរបស់មនុស្សវប្បធម៌អរិយធម៌និងទីតាំងសក្ការៈមរតកមនុស្សជាតិ